แดงทวติสนานี้ยมการนาธรรมาเพียบสมอติสเนียมเปิดเกณฑ์หนึ่งจูนเชื่อมปวประสังกรุบรูมหนึ่งโยมเยียดแต่ออกเนียได้เมียนวัตเมียนเราขนมกรรมวิธีบนนี้การอติสเนียมนี้คือดำใบประเคนหนังชิมเรียบจูนชิมพวกประสังหนังโยมเยียดพุทธบริษัทดำใบบานสเกลดังเชื่อบาทาตาธรรมกถึกได้สำแดงเถื่อติสนาในโมกปิภูมินาสรกนาแคนาหายเมียนตูนเนตีเจียไว้ในมุนสำแดงเถื่อติสนาสัมประกาศกาประกาศอติสเนียมนิ่งเจียปเวณีขนมพุทธศาสนาในการพระสัมมาสัมพุทธพระองค์ตรองกวงโทรเมียนเอาลายขนมคณะโนเมียนเทวดาก็ได้เอ็นก็ได้ประพรมก็ได้หรือก็เจียกสั้นหรือเจียใส่ไทยก็ฮับได้หรือก็เจียปุเปรียมได้เฉียดมโนโนการนาโจตัวทวายบังคุมเกลจมพวกพระสัมมาสัมพุทธหายเทวดาเอ็นพรหมมนุษย์ตั้งอ้อแต่งแต่เทวกาอติสเนียมกราบตูทวายจมพวกพระสัมมาสัมพุทธเฉบรมครูดำใบอ้อยพระสัมมาสัมพุทธลุสเกลทันเนเจียไว้เนเจียประเวณีขนมพุทธศาสนาตั้งปีพุทธสมัยมาอุเตียหอปปุเทวดาคณะโจรมานมัสการถวายบังคมพระสัมมาสัมพุทธแต่งแต่ตูถวายแต่ขยมพระองค์นั้นเจติปดาเนียมชัวไว้เมาปีทานสู้เตียงประมวยเชิญนั่งทานนามวยประกาศเมียนทานชาตมหาเรจิกาตาวตังสาเยี่ยมเมียดสดานิเมียนไดประนิเมตตวสาวดัยก็ประกาศเนียมชัวให้ประกาศตีลมเนาคลวนตีสำหรับพร้อมก็โดยเนียตูถวายพระสัมมาสัมพุทธชมพระองค์นั่งเชียพรมเมาปิเชียนทานพรมตีประมาณใช่แต่ใบตูถวายพระองค์ปุมโนเมียนสั้นแสดให้กหับอะไรเปรียมเจียดามก็โดยเนียได้ตูถวายแต่บอกเป็นเปรียดเมียนประเพียขยมพระองค์ในเชียกสั้นเชียสได้กรุบกรองเรียจิสมบัติออกน้องนโกนาปฏินาหรือก็เชียเสดให้กหับอะไรเปรียมได้ก็ตูถวายจมพวกพระสัมมาสัมพุทธโดยเนียต่างอ่อนในเชียประเวณีไอ้ประเพณีนี้มันระลดมันซาบัดโซนเตเตดอนมาปัจจุบันนี่ปีพบโลกตมูลก็คือปราโดยเนี่ยได้ปฏินาก็ได้การนาบเมียนพิธีนามวยก็เกิดแต่งประกาศเนียมกันนะอธิปได้เนี่ยได้เชียร์ทมขนมพิธีโนแต่งแต่ประกาศกรบซับสายซอกเตียงไปเพชรเตียงไปพบโลกนั่นเชียประเวณีเนี่ยต่อละหดเอาปัจจุบันสำหรับชมการนาธรรมาเพียบก็ตเราประกาศอติสเนียมประเกณฑ์ทวายจูนโยมเยียนโดยลมอ่านประเวณีขนมพุทธศาสนานังได้ชมการนาธรรมาเพียบในเมาปีภูมิวัดโบสังคมสลากำราสกัดสลากำราแคดซิมเรียบที่ลุมเนาคือวัดเฮจโบกรองนกกรองซิมเรียบนั่งไอโดยสำหรับตูเนตีระบอกชมกันนาธรรมาเพียบนี้บ้านปดัญญา
បូជាកាយថ្វាយខ្លួនចំពោះព្រះពុទ្ធសាសនាមានព្រះសម្មាសម្ពុទ្ធជាប្រធានការដែលប្រកាសបូជាកាយថ្វាយខ្លួនចំពោះព្រះសម្មាសម្ពុទ្ធនេះគឺប្រកាសធ្វើជាអ្នកបម្រើព្រះពុទ្ធភាសាបាលីថាពុទ្ធទេសៈក៏ខ្មែរថាអ្នកបម្រើព្រះពុទ្ធខ្ញុំកណាអាត្មាភាពនេះជាខ្ញុំបម្រើព្រះពុទ្ធទេណាបងសួរតើខ្ញុំព្រះពុទ្ធនឹងតើធ្វើកិច្ចការអីថ្វាយចំពោះព្រះសម្មាសម្ពុទ្ធនោះថាកិច្ចការដែលត្រូវបម្រើព្រះសម្មាសម្ពុទ្ធគឺនាំយកសាសនធម៌ដែលជាពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលមានចារឹកទុកនៅក្នុងគម្ពីរបត្រៃបិដកដែលមានព្រះធម្មក្ខន្ធ 84000 ធម្មក្ខន្ធហ្នឹងព្រះត្រៃបិដកនេះជាសាសនធម៌ពាក្យទូលមានព្រានប្រដៅព្រះសម្មាសម្ពុទ្ធដល់បណ្ដាបរិស័ទទូទៅអ្នកដែលជ្រះថ្លានៅក្នុងពុទ្ធសាសនានោះគម្ពីរបត្រៃបិដកញោមញាតិពុទ្ធបរិស័ទជាគ្រហស្ថជ្រះថ្លាបានសាងគម្ពីរបត្រៃបិដកនឹងនាំទៅប្រគេនសម្រាប់ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះតែញោមញាតិពុទ្ធបរិស័ទគ្រាន់តែជ្រះថ្លាក្នុងការកសាងគម្ពីរបត្រៃបិដកទេឥតបានទទួលការសិក្សារៀនសូត្រអីអំពីព្រះត្រៃបិដកនឹងអត់មានទេអ្នកដែលរៀនសូត្រគឺព្រះសង្ឃណាញោមញាតិអ្នកប្រគេនគម្ពីរបត្រៃបិដកហើយអត់បានរៀនតែខ្លួនឯងព្រះសង្ឃទេជាអ្នកសិក្សារៀននៅពុទ្ធវចនៈជាពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនោះកាលណាបើព្រះសង្ឃលោកសិក្សារៀនសូត្រព្រះគម្ពីរបត្រៃបិដកដែលហៅថាបរិយត្តិធម៌នឹងបរិយត្តិធម៌នឹងជាទ្រឹស្ដីដែលបញ្យល់ដែលប្រាប់ដល់ពុទ្ធបរិស័ទអំពីទានអំពីសិលអំពីភាវនាឬក៏អំពីសិលសមាធិបញ្ញានោះបញ្យល់ប្រាប់រៀបរាប់ឲ្យញោមញាតិពុទ្ធបរិស័ទយល់ថាការធ្វើទាននឹងធ្វើដោយវិធីណាបែបណាការរក្សាសិលនឹងរក្សាបែបណាការអប់រំចិត្តចម្រើនសមាធិសមថភាវនានឹងយ៉ាងណាចម្រើនវិបស្សនានឹងយ៉ាងណានេះគេបរិយត្តិធម៌គឺទ្រឹស្ដីបញ្យល់ប្រាប់កិច្ចការបដិបត្តិហ្នឹងដល់ព្រះសង្ឃលោករៀនបរិយត្តិចេះចាំហើយក៏នាំយកបរិយត្តិដែលជាទ្រឹស្ដីហ្នឹងមកប្រាប់ញោមញាតិពុទ្ធបរិស័ទជាអ្នកម្ចាស់សាងបត្រៃបិដកត្រឡប់យ៉ាងវិញគេដែរបដូរគ្នាទៅវិញទៅមកហ្នឹងផ្ដល់ប្រយោជន៍ឲ្យគ្នានោះម្ល៉េះហើយការដែលផ្សព្វផ្សាយនៅព្រះធម៌ដែលមានចារឹកក្នុងគម្ពីរបត្រៃបិដកហ្នឹងគឺព្រះសង្ឃនាំមកប្រាប់ញោមញាតិអស់គ្នាហ្នឹងដោយក្នុងឱកាសកម្មវិធីបុណ្យរបស់ព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទនៅក្នុងឱកាសនេះគឺខ្ញុំករណាថាអាត្មាភាពត្រូវនាំយកពុទ្ធដីកាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហើយនឹងមកប្រកាសមកប្រាប់ដល់ញោមញាតិពុទ្ធបរិស័ទព្រមទាំងព្រះសង្ឃគ្រប់រូបទាំងអស់ឲ្យដឹងអំពីពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធនោះឥឡូវនេះក្នុងកម្មវិធីបុណ្យនេះមានរាប់ឈ្មោះពោលគឺបុណ្យកាន់អង្គនេះមួយបុណ្យឆ្លងឧបធានសាលាមួយវគ្គបានន័យថាពាក្យកណ្ដាលធ្វើមិនតាន់ហើយទេ
ឆ្លងម្ដងសិននឹងសមាធិផលនានាដែលសាងសង់រួចចប់សពគ្រប់ហើយនោះពុំឧបឋានសាលាសាងមិនទាន់ហើយសមាធិផលសំណង់ដតីទៀតសាងរួចហើយក៏ឆ្លងរូបគូគ្នាទាំងអស់នេះធម៌ទេសនាក្នុងកម្មវិធីបុណ្យនេះប៉ុន្តែមុននឹងទេសនាសំកែពាក្យមួយដែលពោលមិនត្រឹមត្រូវពាក្យដែលពោលមិនត្រឹមត្រូវនេះញោមញាថាប៉ូក្រាមប៉ូក្រាមនឹងមិនមែនភាសាខ្មែរទេវាកំឡាយពីភាសាបារាំងថា program ដល់ខ្មែរយើងយកពាក្យ program នោះមកនិយាយវាមិនត្រូវคล้ายទៅជា program បើខុសអញ្ចឹងឥឡូវកែតម្រូវឈប់ឲ្យថា program តាមបានទេញោមណាសង្ឃក៏អត់ឯកែហើយកែទាំងអស់សួរតើបើមិនឲ្យថា program ឲ្យថាអីថាពោលជាភាសាខ្មែរយកភាសាបាលីមកប្រើគេនិយាយថាកម្មវិធីកម្មប្រែថាអំពើដែលធ្វើនឹងវិធីគឺកិច្ចដែលធ្វើក្នុងកម្មវិធីបុណ្យនឹងគេរៀបរាប់ណាតើមានអីនេះដោយក្នុងនេះជាដើមហ្នឹងតែកម្មវិធីបុណ្យនឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ10រោចខែបោះឆ្នាំថោះពុទ្ធសករាជ2567ត្រូវនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2024នេះថ្ងៃបុណ្យដែលត្រូវប្រពមុនហ្នឹងគឺចាប់ដើមថ្ងៃហ្នឹងគេប្រាប់អញ្ចឹងឯងអានេះហៅកម្មវិធីស្ដាប់បានទេឯងទាំងអស់គ្នាទាំងប្រសង់ទាំងញោមញាតិហ្នឹងឈប់ថាប៉ូក្រាមតែមើលអាត្មាមកបនក្រោយតែឮថាប៉ូក្រាមបន្តិចអានឹងអត់ទេអត់ទទួលយកតែបង្រៀននៅតែមិនចេះនឹងមកពីអីមកពីមិនទទួលយកប្រតាការប្រាប់នោះវាអត់ពេញចិត្តយល់ទេហ៎បើពេញចិត្តអាប៉ូក្រាមនោះទៅហើយដោយសប្តាហ៍ថ្ងៃនេះញោមញាតិនិយាយថាកញ្ចោកញ្ចោនេះក៏កំឡាយពីភាសាបារាំងថាខ្ជោគឺរោងបើសម្រាប់មកលុបគេសម្រាកគេកំសាន្តអីហ្នឹងបារាំងហៅខ្ជោដល់យើងនិយាយខ្ជោមកវិជាទៅជាកញ្ចោអាហ្នឹងបារាំងដែរបងណាបារាំងមើលមកយើងនិយាយអត់ដឹងដូចជាត្រូវការឲ្យរថយន្តថយក្រោយអ្នកនៅខាងក្រៅយើងគេលើកដៃថាឲ្យអាយ៉ែមកអាយ៉ែអានឹងភាសាបារាំងដែរបារាំងថាអារយាគឺថយក្រោយអាវ៉ង់ទៅមុខយើងនិយាយអារយាមិនត្រូវថាអាយ៉ែឥឡូវអាយ៉ែពេញផែនដីខ្មែរហើយនេះគេតែអត់ដឹងថាអាយ៉ែនឹងភាសាអីអត់ដឹងបាងណាជាងមានឱកាសជួបជុំនេះកែសម្រួលខ្លះណាញោមណាអាហ្នឹងហើយវាត្រូវតែប្រាប់គ្នាយ៉ាងឯងដឹងឲ្យយល់បើអញ្ចឹងប៉ូក្រាមនេះត្រូវពោលជាខ្មែរថាកម្មវិធីយើងថាតែកម្មវិធីយើងក៏មិនត្រូវវាខ្វះអមិនឹងមួយបល័យកម្មវិធីបានត្រូវជាងការមកនិយាយមិនត្រូវថាកម្មវិធីដោយញោមនិយាយថារាជរដ្ឋាភិបាលអត់ត្រូវទេប៉រាជរដ្ឋាភិបាលរាជរដ្ឋាញ៉ាបានត្រូវរដ្ឋធម្មនុញ្ញញោមញាថារដ្ឋធម្មនុញ្ញវាបាត់ពាក្យគេមួយម៉ាត់ណា
វាខ្វះអញ្ចឹងមកវិញនិយាយទៅអត់ដែលបានគិតថាអញនិយាយខុសត្រូវអីទេគ្មាននរណាជួយកែនេះទេបាទអាត្មាលោកពឹសមើលលោកពឹសមើលចេះតែជួយកែនេះទៅថាបានទេអាចារ្យសួរញោមត្រងល់ចិត្តថាឯងនិមន្តមកសម្ដែងធ្វើទេសនាសោះមកស្ដីបន្ទោសឯងពីពោក្រាមពីអីតែបានស្ដីតែគាត់ថាសាច់ញាតិរួមជាតិរួមសាសរួមទុកឈាមជឿជាមួយគ្នាក៏ចេះតែសម្រួលទៅប៉ុន្តែណាអាត្មាក៏សំណាងដែរបានមកទេសនានៅស្រុកត្បូងឃ្មុំនេះស្រុកត្បូងឃ្មុំនេះជាស្រុករបស់នាងទាវវិញនាងទាវអនិច្ចកម្មទៅហើយញោមញាតិដែលសល់សិតតែចៅទូចចៅលូតយាយទាវហើយហ្នឹងសំណាងដែរបានមកជួបកូនចៅយាយទាវចាំមិនអាចារ្យណាញោមណាតទៅនឹងចាត់ចែងធ្វើទេសនាក្នុងកម្មវិធីបុណ្យនេះក៏មិនបានលើកគោលធ្វើឲ្យណាដែលគម្លាតឃ្លាតឆ្ងាយពីកម្មវិធីបុណ្យដែលសម្ដែងឲ្យចំទិសដៅគឺកម្មវិធីបុណ្យដែលកំពុងធ្វើអីនេះកម្មវិធីបុណ្យនឹងមាន3 4ផ្នែកប៉ុន្តែចុចយកចំណុចមួយដែលសំខាន់គឺឧបឋានសាលានេះជាចម្បងហើយបើសំដែងពីឧបឋានសាលាក្នុងជាតិជាមនុស្សទូទៅនៅលើសកលលោកជាតិណាក៏ដូចជាជាតិណាអ្នកកាន់សាសនាណាក៏ដូចជាអ្នកកាន់សាសនាណាអ្នកឥតកាន់សាសនាក៏ត្រូវការទីពឹងដូចគ្នាទាំងអត់ជិះរួចទេគឺជីវិតមនុស្សជាតិជាមនុស្សត្រូវការអាស្រ័យទីពឹងវត្ថុ4យ៉ាងដែលជិះមិនរួចទេវត្ថុ4យ៉ាងវត្ថុ4យ៉ាងគឺអ្វីវត្ថុ4យ៉ាងនឹងទី1គឺសម្លៀកបំពាក់ព្រះសង្ឃមានស្បង់ចីវរញោមញាតិពុទ្ធបរិស័ទមានខោអាវសំពត់ជាដើមវត្ថុទី2គឺមហូបអាហារព្រះសង្ឃមានអាហារបិណ្ឌបាតញោមញាតិមានបាយសម្លមហូបវត្ថុទី3ទីលំនៅផ្ទះសម្បែងគេហដ្ឋានបើព្រះសង្ឃមានកុដិមានសាលាមានព្រះវិហារវត្ថុទី4គឺថ្នាំព្យាបាលរោគកាលណាមានជំងឺរត់រោថ្នាំរត់រោពេទ្យដើម្បីឲ្យពេទ្យនឹងផ្ដល់ថ្នាំឲ្យព្យាបាលនៅជំងឺរោគាហ្នឹងបើរួចលោកអ្នកដែលមានសទ្ធាជ្រះថ្លាកសាងហ្នឹងគឺពេទ្យស្រេចហើយហ្នឹងប្រសងវត្តនេះត្រូវការឈឺឲ្យរត់ទៅរកពេទ្យនៅកំពង់ចាមណាមានស្រេចហើយនៃវត្ថុ4យ៉ាងដែលមនុស្សនៅលើពិភពលោកជិះអត់រួចទេកិច្ចអានឹងចោលអានឹងអត់រួចទេតែសម្រាប់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកថាបច្ច័យ4នេះបច្ច័យ4នេះបានតងន់ពាក្យថាបច្ច័យជាភាសាបាលីអានជាបាលីថាបច្ចយៈដល់ខ្មែរយកមកប្រើអានបញ្ចេញសូរសំឡេងត្រឹមតែបច្ច័យឲ្យវាមកជាខ្មែរបើថាបច្ចយៈវបាលីបើចុះកាច់បាលីឲ្យមកជាខ្មែរថាបច្ច័យទោះបីមកជាខ្មែរក៏នៅបាលីต้องដល់ញោមញាតិមានទៅដឹងអីបច្ច័យហ្នឹងអត់ដឹងថាបច្ច័យមានសារៈសំខាន់មានអត្ថន័យយ៉ាងណាពាក្យថាបច្ច័យនឹងប្រែជាខ្មែរថាហេតុដែលធ្វើ
ឲ្យផលល្អនឹងកើតឡើងបានបំបត្តិផលអាក្រក់ឲ្យផលល្អកើតឡើងបានមាន4នឹងឯងដែលអាត្មាពោលថាវត្ថុ4យ៉ាងនិយាយតាមវោហារស័ព្ទរបស់មនុស្សបើពុទ្ធសាសនាថាបច្ច័យ4បច្ច័យ4នឹងញោមញាតិពុទ្ធបរិស័ទឮគ្រប់តែគ្នាតែចាប់ពិធីបុណ្យតែលោកអាចារ្យប្រកាសថាខ្ញុំបកណានេះជាតំណាងលោកអ្នកម្ចាស់ដើមបុណ្យសូមទានបវរណានៅបច្ច័យទាំងឡាយ4ចំពោះព្រះគុណម្ចាស់គ្រប់រូបទាំងអស់ព្រះគុណម្ចាស់ខ្វះខាតបច្ច័យណាមួយក៏សូមនិមន្តប្រើប្រាស់ទៅតាមតម្រូវការដែលខ្វះខាតហ្នឹងនេះតែពោលបវរណាចំពោះព្រះសង្ឃប៉ុន្តែញោមញាតិអ្នកស្ដាប់គ្រាន់តែឮទៅប៉ុណ្ណាតែមិនដឹងថាស្អីផងប៉ុន្តែចាខ្លះគាត់រៀបរាប់ទៀតបច្ច័យ4មានចៃបបិណ្ឌបាតសេនាសនៈគិលានអបិសជ្ជៈបល័យទាំងអស់ទៀតញោមញាតិអ្នកស្ដាប់ក៏មិនដឹងជាស្អីអត់ច្បាស់បាននេះទេសនានេះទេសនា2វត្ថុ4យ៉ាងដែលព្រះសម្មាសម្ពុទ្ធលោកថាបច្ច័យ4នឹងឯងនឹងជាពុទ្ធសាសនាហើយព្រះពុទ្ធលោកសម្ដែងឲ្យបច្ច័យ4នេះមនុស្សទូទៅទាំងអ្នកបួសក្តីអ្នកមិនបួសក្តីត្រូវការជាប់ទាក់ទងបច្ច័យ4ជាអរួយទេតែញោមញាតិខ្លះគិតយល់ថាបច្ច័យ4ត្រូវការប្រើប្រាស់តែប្រសង់ទេយល់យ៉ាងទេខុសទេនៅវាមិនទាន់គ្រប់ស្មានតែខ្លួនឯងនឹងមិនប្រើតែបច្ច័យ4បច្ច័យ4ត្រូវការតម្រូវការតែប្រសង់បើកណែសំដែងនឹងបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ទាំងអស់គ្នាហើយណាញោមញាតិទាំងព្រះសង្ឃទាំងគ្រឹះនោះគ្មានណានាជិះរួចទេជាប់ទាក់ទងនឹងជីវិតមនុស្សដូចជាបច្ច័យ4បច្ច័យទី1នេះសបង់ចៃវរខោអាវសម្លៀកបំពាក់នេះញោមញាតិមើលដែលមនុស្សណាចេះដើរមកលេងកាយអាក្រាតដូចគោដូចក្របីអីវាមិនដែលមានទេវាត្រូវតែមានព្រះសង្ឃស្បង់ចៃវរយកមកបិទបាំងរាងកាយញោមញាតិក៏សម្ពុតក៏អាវយកមកបិទបាំងដូចតែគ្នាហើយប្រយោជន៍នៃការប្រើប្រាស់ចៃវរនេះសម្រាប់ព្រះសង្ឃក្នុងពុទ្ធសាសនាគឺដើម្បីការពារនៅសត្វល្អិតដូចជាមមងមមារុយមូសរបោមសេះអីជាដើមហ្នឹងហើយនឹងការពារនៅអាកាសធាតុត្រជាក់ហើយនឹងការពារនៅកម្លាំងខ្យល់ដែលបក់បោកមកខ្លាំងពេកវាប៉ះកាយយើងធ្វើឲ្យសង្គាអានេះវាកើតសេចក្តីទុក្ខញោមមកមុខមកមីអីរិយអូមរោមរំខានយើងនៅអត់បានសេចក្តីសុខទេអានេះមួយហើយដើម្បីនឹងបិទបាំងរាងកាយរបស់យើងឲ្យចិត្តព្រោះរាងកាយរបស់យើងជាគ្រឿងស្មោកគ្រោកកាយរបស់យើងអត់ស្អាតទេណាស្អាតតែពីខាងក្រៅដោយសារស្បែករុំពៀសពើតនឹងបិទបាំងគ្រឿងស្មោកគ្រោកខាងក្នុងមើលមកអត់ឃើញតែបើបកយកតែស្បែកចេញមើលទៅឃើញគ្រឿងក្នុងទាំងអស់ឃើញប្រមាត់ពោះវៀនពោះតាំងថ្លើមសូត្រអីទៅដល់ឃើញយ៉ារបស់ទេគឺគួរខ្ពើមអ្នកខ្លះខ្លាចក៏តែឃើញខ្លាចលេងនៅចិត្តដែរតែបើបានស្បែកទេបិទបាំងចិត្តហ្នឹងនឹងចឹងហើយកាយរបស់យើងនឹងវាមានប្រឡាយមានអូ9អូ9ប្រឡាយដែលសម្រាប់បញ្ចេញគ្រឿងស្មោកគ្រោកចេញពីខ្លួនយើងហ្នឹងមានភ្នែក2ត្រចៀក2ច្រមុះ2មាត់1 7ឡាយទ្វារតូចមួយទ្វារធំមួយឡើង9នេះបលាយអូនសម្រាប់បង្ហូរគ្រឿងស្មោកគ្រោកចេញពីខ្លួនយើងហ្នឹង
bán trao miền sập bằng chỉ bò sầm bọt có áo vô một bật bằng cà pía cùng óiเป็นเช่นเครื่องสมุกโรคนองกายระบายยืนเอากี่คืนกี่เพิ่มอย่างนั้นบทสวดชีวิตเธอขนองสังคมสำหรับประสงค์เมียนบริษัทหมอมันอาจกุยสันเดลคลุนตัวตีบานอดเมียนใจวอเตแต่เราแต่เมียนใจวอดะบัดบังน้องคลุนนี่ขนองวินัยการนาบประสงค์อดเมียนใจวอเนาหนังคลุนเตเมียนโยมเงียดกระกิมดวายกลมแต่เราอาบัดตุกอดแล้วอดสปองจะพงกล้วนโยมเงียดหมดไฟก้มลูกเมียนโตตราบัดตุกอดแต่บโยมเงียดได้กี่เจวินัยกี่เคยประสังนาวกายแต่เตกี่อดไฟก้มเตแต่การนาไฟก้มตัวโยมเงียดบานบอนเป็นปลุกสังลูกบานปาบครูนไอ้ประสาทไฟก้มบานบอนได้ลูกบานปาบเนี่ยปาบจ้ะบางทีเนี่ยเจเธอเนี่ยเคยโลอัดเมียนชีวงเขากิมมันไฟบังก้มเตอันนั้นเชียวินัยภาษาทั้งไงประสงค์ยังก็คว้าขาดวินัยนั่งเจริญโยมเยอะก็คว้าขาดแต่น้องอัดดังเตะเบียมันดังต่อตรงปีข้างนางเองบางครั้งเคยประสงค์ลูกอัดเชวอกรมทวารกรมนั่นโยมนะทวารกรมโยมบานบ้านได้อ่อยบาปลูกยังอันนี้ก็น้องไปเมียนใหญ่น้องเรื่องเชวอละเอ็ดละอันที่ปันมันอธิบายไว้เดี๋ยวคอยเป็นไปเรียตัวเตียนหรือสำหรับโยมเยียจะเกิดโดยขเนียโซชีวิตเธอขนองสังคมขนองไปเรียได้บริโภคมาโฮมอาหารจุ่มขเนียกิมในเล่นคลุนตะตีเต้าตะเมียนเอาเมียนอายมเปียอันหนึ่งจังบากละอัดดังไปบริโภคอาหารคลุนตะเตอัดเมียนเอาไอ้บัดบังกายเตอันนั้นเวียบ้านแต่ขนมครูซาเองเดี๋ยวเมียนเนี่ยเดี๋ยวตีมาเตี้ยเกอัดเตยอริเรเกไอ้เพิ่มไปซ้ำไปแต่เมียนพิวมากันเตี้ยเยิงดอกเอาเล่งครูนมันน้องเชงเดี๋ยวตัวพิวแต่เราไปเอาสันอัดเต้าอากาศยังเตะแต่บ้านเนี่ยอันว่าอาชาปังหัดปังเรียนกี่อาชาดังบองเนี่ยระเบียบตัวพิวก็เราได้แค่นี้นะเฮ้ยเมนเรื่องได้ท่อมจังนั่งตัวเตียนแกหาโซชีวเธอโซชีวเธอนี่คือเมียนนาเลิศไปพบโลกครบตะกอเชียดคลาเก็บประกันยังเตียนบาตกข้างอรบข้างอเมริกโซชีวเธอได้ท่อมได้อักระได้เกมันโชชัดเนาะเราขนองตีไปชมเนี่ยยังโยได้ตัวลูกไก่อาจจะมอกันได้ไปชมอันนั้นมวยจำนะนั่งปังเรียนนะบอกที่ปีกันได้ไปชมโยได้ตัวไก่อาจพเนยกันได้ไปชมเนี่ยที่ใบกันได้ไปชมตะขวาอาจจะชี้กันได้ไปชมกันนะที่บุญบริโภคมหอาหารนสัตว์ไปเชื่ออาหารเชื่อตัวจัดก็สัตว์มันกำปงวงกี่ปีศาจใบไอ้ก็จัดก็โอเคเพิ่มบาสันปูอารมณ์ปูอเมริกคือยังเพื่อจะใส่ลันมัดลันก่อนะคลักอูดคลักยังเอาทีนะนี่ข้างกี่เพิ่มนะไปขมายยังเชื่อตัวเต้าอัดใช้แต่แล้วแต่เทศนาบนนะก็ยังไปโซชีวิตเธอไอเรียนแต่อันนี้ก้มนะบุญยางนั่นก้มไอ้สัสบาสัตอาหารไปเจ็บมันยังเตรียมมันกราวเชนไปกี่แต่เราตัวชิคตัวไอ้บัดบ้านสมาวินย่อเล่อันนั้นเป็นอันนั้นทมนะเนี่ยไปพบโลกนั่งอาตมาเคยแต่ย่อยจ้ะพอเทศนาเคยโยนเงียสดับเธอเทศนาจะยกได้แต่ลูกจะมองแต่แกอันนี้เคยยังโยมนั้นได้กี่ปราเปียถาอันจะมองอันนี้อันตรชีเปียอันคือเครื่องสมองโครงนั่นนั่งยังบอก
បានហ្នឹងអត់បានទេហាមដាច់ខាតកុំឲ្យមានព្រោះកុំឲ្យមានយ៉ាងទៀតចឹងអានេះផ្នែកសុជីវធម៌ក្នុងសង្គមរបស់មនុស្សបើយើងដែលមិនដឹងថាមិនសូវបានចាប់អារម្មណ៍ទេតែពួកអឺរ៉ុបគឺគេចាប់អារម្មណ៍ខ្លះណាស់អត់បានដែរបាទហើយសំបីតែស្ងាប់ទៀតនោះត្រូវការស្ងាប់អីគេស្ងាប់តែគេអោនរកអីមកកដោបមាត់កដោបអីខ្លះស្ងាប់តា50មាត់ឥឡូវជាងក្រុងប្រវែងណែកណ្ដាលបងដល់មើលទៅឃើញតាមមើលទៅឃើញពោះវៀនបងvậy cái lá ngao em miền ngạp cái nhau đại đi cái đại đi cái ngạp đấy nhau nè đang mùi à ngạp hạ mật là chuyện riêng ở địa phương là mật hạ mật nó khơi bầu biển đang ăn là thế lục chơi nhau chọc thơ na nhom ná ria ngạp cái này mùi nhôm đã đi cái ngạp đấy lứ vậy còn thơ tam cái nó dùng năng chỉ liệt ở can tay anh nhôm ná ban chỉ tiệt tông tay có phần vô bị sốt chi về thơ sân cùng là ban anh nhôm ná nó dọn chẳng nó sân cùng vì bên dây bên tham tay tiệt bởi dừng bị ao đầy về cả na chôl khăn phải chôm cái ọt mũ đầy ao thế mũ đầy ao từ thơ cao thơ nghe thế chôl khăn phải chôm cái rút đầy ao anh ấy có soi chi về thơ khăn sân cung đây nhưng mà tiện tôn cho rằng nè chẳng là họ móc họ ao tay dễ bò xong băng dễ bò mình dây tu thơ lê bò bởi bò thơ lê tay nà bà tôi thơ lê tay nà còn nó tới miền bây giờ đây là nhầm ná bằng chỉ vò đấy cứ cà phê đâm bay bây giờ chẳng ai tiếng bề sáng tiếng nhôm nhiệt chỉ có hồแต่เป็นสองประบานประโยชน์แต่ไม่อย่างแต่บางโยมเยี่ยจะกระบานไปอย่างที่มุ้ยคือกาเปียนั่งเดี๋ยวธรรมาเรียบเรียบขังเดิมนั่งกาเปียจังที่ปีเมียนประโยชน์สมปวดคออ้าวได้เมียนตำไลโดยเฉสมปวดโฮลพมุงจอระบับไอ้ใส่ไอ้เจดำรู้เนี่ยเจดำนะสมปวดว่าเมียนตำไลการนาโยมเยียดโยมเมาสลีเปียดำใบโจลตกนองกันปีที่โรงปีที่ขนองปีที่เก๋สมรีบำเปียดาประทับเอาโยมเยียดน้องเมียนสอบอันเพียบละอ้อช่วยไอ้เมียนสำรักละอ้อใหญ่เตียดไปช่วยเลิกอย่างตัวเตียดเมื่อเด็กโยมเยียดเมาเนี่ยก็ได้สลีสัตตาโฮลปม่วงไอ้ป๊าประมุงได้ประมุงสมบัติช่องก็เป็นเนี่ยแล้วดัดก็เป็นตัวตีเต่าเปล่ามันยังอันนั้นเวทช่วยเอาโยมเยียดนั่นละเอาเมียนสอบพลเพียบกู้เฉียตีมือเต่าเป็นมันเต่าพเนยเอาไปซ้ำวรุมยังละเพราะโยมเมียนประโยชน์ปีอย่างแต่ประสงค์เมียนแต่มาอย่างเตะบ่าวประสงค์ประใจบ่ให้เมียนตึกจัดไทยแต่ประใจบ่ในเมียนเปื่อสระพลือทลาละสลีเตาดาประดำใบเมียนสำรอเมียนเศร้าเพื่อนเพียบละตเราอับบัตตุกอดเห็นไหมแต่เมียนบ่มน้องท่านดำใบละอร่อยกลุ่นเตบานแต่มาย่างมานางไอสระบานนายโยมนั้นสำแดงเอาเอ็ดละอ่อนโดยเจ้าเพราะถ้าให้บานเมาตามาดองมานางไอเงินใหญ่พระเต่าในประโยชน์ในการปราสำลีบำเพ็ญโนว่าอ้อยประโยชน์จังที่ปีประสงค์อาหารเป็นแบบบาทโยมเยียนมโหบอาหารใบสำลอเนี่ยไปใจที่ปีนี่งอนเชียงอาตีมวยเดียดอาตีมวยสมปวดคอเอาบ่าวเมียนละเตสปวดกระเชกกระจ้าไอ้ก็สลิเปียบานได้บัดบังแรงกายนะสัปดาห์นี้เมียนคอเอาแต่ชู้เกยติงคอเอาแต่ชู้เท่าตา
ខមួយអើមួយតែ12000 រៀលទៅបានហើយឃើញទេវាមានសម្ពុតខោអើដែលវាមិនល្អពេកល្មមតែយើងយកមកបិទបាំងរាងកាយបានហ្នឹងយ៉ាងតែបើមកហូបអាហារនេះគ្រោះថ្នាក់ធំណាស់តែអត់ឲ្យมันអាចរស់បានទេហ្នឹងចឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់សម្ដែងថាសេចក្តីស្រេកឃ្លាននេះជារោគធំសម្រាប់មនុស្សធំជាងរោគអ្វីទៀតភាសាបាលីព្រះអង្គសម្ដែងតែជីកិច្ឆាបរមារោគាសេចក្តីស្រេកឃ្លាននេះជារោគយ៉ាងធំសម្រាប់មនុស្សហើយរោគឃ្លាននឹងអត់មានថ្នាំណាយកមកព្យាបាលបានទេអត់មានពេទ្យណាដឹងទេពេទ្យកំពង់ចាមមានថ្នាំអីដឹងលេបទៅឲ្យវាបាត់បំបត្តិអារោគឃ្លានហ្នឹងខាងកំពង់ចាមហ្នឹងមានហ្នឹងប៉ុន្តែជាទូទៅដែលយើងដឹងហើយអត់ទេគ្មានឱសថណាយកមកបង្ក្រាបរោគឃ្លានបានទេតែយើងទាំងអស់គ្នាអត់ដឹងថាសេចក្តីស្រេកឃ្លាននេះជារោគធំសម្រាប់មនុស្សទេព្រោះយើងប្រើពាក្យថាឃ្លានជួសទៅអត់ដឹងថានឹងជំងឺរោគឃ្លាននេះគ្រាន់តែយើងលេបថ្នាំមួយថ្ងៃ3 ដងថ្នាំសម្រាប់បំបត្តិរោគឃ្លានគឺមកហូបអាហារពេលតែព្រលឹមឡើងម៉ោង6ម៉ោង7លេបម្ដងហើយគុយទាវមីបបរអីទៅបាយកកបាយគង់អីទៅព្រោះវាឃ្លានហើយលេបទៅមកព្រឹកហ្នឹងបានតែ3 4 ម៉ោងដល់ថ្ងៃត្រង់ក៏អស់ជាតិថ្នាំហ្នឹងលេបម្ដងទៀតលេបថ្ងៃត្រង់ម្ដងទៅដល់ថ្ងៃរសៀលម៉ោង5ហើយបើអស់ថ្នាំទៅរើលេបម្ដងទៀតជាប្រកដីអ្នកដែលមានរោគឃ្លាននេះគួរសមលេបមួយថ្ងៃតែ3 ដងទេអ្នកដែលមានរោគឃ្លាននឹងខ្លាំងមែនទែនមួយថ្ងៃ 4 5 ដងមានមួយថ្ងៃ 4 5 ដងតែឃើញបរិភោគមួយថ្ងៃ 4 5 ដងត្រូវញោមអូយរោគឃ្លាននេះខ្លាំងតានេះជារោគប្រចាំជីវិតរបស់មនុស្សហ្នឹងព្រោះញោមញាថាទេរោគល្បេងរោគមហារីរោគអេដអីថារោគវាធ្ងន់ធ្ងរណាស់រោគអត់នឹងបើកើតមិនងាយសម្លាប់មនុស្សបានឆាប់ទេប្រើពេលវេលាយូរណាស់ត្រឹមនៅសម្លាប់មនុស្សបានហ្នឹងអានេះរោគហ្នឹងក៏ពេទ្យគេមានអានេះដែលកើតជំងឺហ្នឹងការកើតឈឺចាប់ហ្នឹងក៏ច្រើនដែរធ្ងន់ដែរពេទ្យគេមានថ្នាំឲ្យលេបសម្រាប់ទប់អាជំងឺនឹងឈឺដូចអាហារលេបម្ដងបានតែ3 4 ម៉ោងនេះអស់ថ្នាំឈឺចាប់ឡើងទៀតលេបទៀតអានឹងសម្រាប់រោគរបេងរោគមហារីករោគអេដឯនឹងរោគធ្ងន់ហ្នឹងដែលអាត្មាជម្រាបថារោគនោះវាសម្លាប់មនុស្សដែរតែយូរណាស់តែរឹមសម្លាប់បានហ្នឹងតែរោគឃ្លានហ្នឹងអត់យូរទេហើយតែអត់តែមកទឹកជាងអីស្លាប់មកយ៉ាងវាដែលវាសម្លាប់មនុស្សបានឆាប់ទៀតអុយរោគដតីទៀតអ្នកជំងឺអត់ធ្វើអីកើតទេតែឈឺឲ្យដេកនៅលើក្រែពេទ្យហ្នឹងជាបាស្រែកយោយទៅពេទ្យព្យួរថ្នាំព្យួរសរោមឲ្យទៅតែរោគឃ្លាននេះតែកើតឲ្យអត់នៅស្ងៀមទេលវើករសឹបដើរលួចដើរប្លន់គេដើរបោកដើរប្រាស់គេយកទ្រព្យយកសម្បត្តិអីគេទេវាកើតទៅជាអ្នកល្មួយលួចកើតចោលទៀតធ្វើឲ្យសាហាវចឹងតែអธิบายនេះដើម្បីឲ្យញោមញាណដឹងថាហ្នឹងកាចតែវាមិនអត់ដឹងហ្នឹងសំបីតែស្រកអត់បាយក្រហាយទឹកឃ្លានស្រករាំងភ្លៀងអត់ភ្លៀងធ្វើស្រែអីពីដើមហ្នឹងវាអត់បាយអ្នកស្រកលើនឹងអ្នកធ្វើដំណើរចុះមកស្រកស្លាប់តាមផ្លូវតែបណ្ដា
មករមតែស្រកក្រុមវិសមមកអត់ដល់ទេស្លាប់តាមផ្លូវតែបណ្ដាខ្លះ3កូនមកពោកូនមកអាកូននឹងដាច់ខ្យល់ស្លាប់ទៅក្នុងដៃនៅចង្កេះហ្នឹងទៅលាក់ខ្មោចកូននឹងចោលទៅយ៉ាងខ្លះអត់ឃ្លានមែនទេអត់កម្លាំងពោកូនបបួលប្តីប្រពន្ធឲ្យទម្លាក់កូនចោលទម្លាក់ចោលទាំងរស់ហ្នឹងណាពោវាមិនរួចបីវាអស់កម្លាំងលែងឡាយហ្នឹងគិតមើលដល់ប៉ុណ្ណាហើយសម្រាប់អ្នកដែលប្តីដែលទៅរងក៏បានមកដាំមកកូនឆ្នាំងបាយបរិភោគអត់ហ៊ានដាំក្នុងផ្ទះទេតែដាំក្នុងផ្ទះខ្លាចប្រពន្ធកូនដណ្ដើមស៊ីចាត់អាក្រក់ទៅទីប្តីហ្នឹងណានោះពត់ទៅដាំឯព្រៃណាបំផុតក្នុងប្រពន្ធកូនដែលជាទីស្រឡាញ់ស្មើនឹងជីវិតដែលអត់បាយខ្លាំងបានក៏មកដាំបាយមិនហ៊ានដាំផ្ទះគេប្រពន្ធកូនដណ្ដើមស៊ីចាត់អាក្រក់នេះទៅទៀតទៅដាំឯព្រៃដល់ទៅដាំឯព្រៃនោះដុតភ្លើងទៅផ្សែងហុយអាអ្នកដែលអត់បាយស៊ីតែឃើញផ្សែងភ្លើងហើយទៅណាគេទៅអីហ្នឹងដើរទៅមើលឃើញអានោះកំពុងអង្គុយដាំបាយលោកបានដំបងទៅដល់លោកសំពងពីក្រោយដំម៉ាំងប្រូងាប់ទៅអត់បរិភោគបាយយូរឆ្នាំងបាយទៅទៀតណាអ្នកទី1ស្លាប់ហើយអាអ្នកទី2យូរឆ្នាំងបាយទៅអានេះមានអានេះអត់ឃ្លានដើរឃើញអានឹងយូរឆ្នាំងបាយអូអានឹងយូរឆ្នាំងបាយលោកដើរទៅស្ទាក់ឯមុខនោះលោកចាំស្ទាក់វាយសន្លប់យកឆ្នាំងបាយនេះងាប់ទី2ហើយគេថាងាប់មកនៅ10នាក់មិនទាន់ស៊ីបាយអស់មួយឆ្នាំងផងនេះបានដល់រោគឃ្លាននេះសាហាវណាស់អានឹងឲ្យព្រះសង្ឃនិងញោមញាតិយើងដឹងគ្រប់គ្នាអញ្ចឹងអំពីបច្ច័យទី4ហ្នឹងបច្ច័យទី2ហើយបច្ច័យទី3គេហដ្ឋានផ្ទះសម្បែងនេះបើព្រះសង្ឃក្នុងកុដិសាលាហ្នឹងញោមមើលដល់អ្នកណាចេះទៅសម្រាកនៅកណ្ដាលវាលស្រែក្រោមម្លប់អីមិនដែលមានទេទោះបីជាក្រកំសត់យ៉ាងណាក៏ត្រូវតែមានខ្ទមទៅសឈើវាយដំសម្បកសង់ជាខ្ទមរនាបរស័យជញ្ជាំងគៀបស្លឹកដូងវិញទៅឬបន្ទាប់រស័យខ្លះក៏យករស័យទៅដំបន្ទាប់ទៅយកមកលាតទៅជាងផ្ទះឬក៏នៅយកស្បូវដេស្លឹកត្នោតយកមកបាំងពីលើអានឹងនិយាយពីកំសត់ក្រហើយយ៉ាងណាក៏ត្រូវតែមានវាសំខាន់ណាស់ព្រោះផ្ទះសម្បែងគេហដ្ឋានជាទីសម្រាប់ការពារកុំឲ្យទឹកភ្លៀងស្រក់មកវាត្រូវជោគយើងហ្នឹងការពារកម្ដៅព្រះអាទិត្យការពារខ្យល់បក់បោកមកខ្លាំងយើងប៉ះកាយនៅវាមិនបានឯការពារវេលាដល់យើងទទួលទៅណែកទៅយើងក៏ទទួលណែកនៅក្នុងផ្ទះមិនសូវពាក់អាវពាក់អីទេក៏បិទបាំងរាងកាយជាតិដែរប្រយោជន៍វិញចឹងនេះទីបច្ច័យទី3បច្ច័យទី4ថ្នាំព្យាបាលរោគតែឈឺហើយមិនដែរអ្នកណាមិនរត់រោថ្នាំរោពេទេនៅសំងំឲ្យវិជាមិនដែលមានទេអានឹងជាគ្រឿងសំខាន់ហៅថាវត្ថុ4យ៉ាងដែលសំខាន់បំផុតសម្រាប់ជីវិតមនុស្សនៅលើសាកលលោកនេះញោមអត់ទៅមើលជាតិណាដោយមានដូចគេនៅកំពង់ចាមនេះចិត្តប្រទេសវៀតណាមបងចូលប្រទេសវៀតណាមទៅមើលទៅដូចតែគ្នាតែមានផ្ទះមានសម្បែងមានកោមានអោដូចតែគ្នាទេវាស្មើទូទៅត្រូវការទីពឹងហ្នឹងសំខាន់ណាស់នឹងសូមញោមញាតិពុទ្ធបរិស័ទជ្រាបតែសម្រាប់ព្រះសង្ឃវត្ថុ4យ៉ាងបច្ច័យ4នេះបានពីញោមញាតិជាក្រហមទេដែលអ្នកជួយទំនុកបំរុងឧបត្ថម្ភនៅបច្ច័យទាំង4នោះព្រោះព្រះសង្ឃនៅក្នុងពុទ្ធសាសនាថេរវាទនេះអត់មានធ្វើស្រែធ្វើការចិញ្ចឹមគោចិញ្ចឹមកបែងធ្វើចំនួនជួញប្រែអីមិនមានទេ
អត់មានទេការងាររបស់ព្រះសង្ឃមានតែសិក្សារៀនសូត្រនៅប្រត្រៃបិដកប៉ុណ្ណឹងឯងជាពុទ្ធធម៌ហ្នឹងដើម្បីនឹងអប់រំកាយវាចាចិត្តរបស់ខ្លួនឬថាដើម្បីកំចាត់កិលេសគ្រឿងសៅហ្មងអាក្រក់ដែលវាកើតឡើងដោយកាយដោយវាចាចិត្តនតអកិលេសនឹងនៅជាប់ហើយក្នុងកាយវាចាចិត្តមនុស្សនោះធ្វើអំពើអាក្រក់មានកាប់សម្លាប់លួចប្លន់អីជាដើមបៀតបៀនអ្នកដទៃឲ្យគេបានទទួលទុកទោសប្រើអំពើហិង្សាហ្នឹងទៅបៀតបៀនជីវិតជំវិញខ្លួនហ្នឹងអានឹងកិលេសជារោគមួយអានឹងកិលេសនឹងរោគមួយយ៉ាងធំហើយព្រះសង្ឃលោកសិក្សារៀននៅព្រះបរិយត្តិទៅទុកដូចជាថ្នាំទុកដូចជាឱសថសម្រាប់យកមកព្យាបាលរោគដែលកើតក្នុងកាយវាចាចិត្តរបស់មនុស្សហ្នឹងបើយើងនិយាយថាព្រះធម៌នឹងជាឱសថព្រះសម្មាសម្ពុទ្ធជាវិជ្ជបណ្ឌិតព្រះសម្មាសម្ពុទ្ធជាវិជ្ជបណ្ឌិតយ៉ាងបណ្ណវិជ្ជបណ្ឌិតនេះការព្យាបាលរោគមិនមែនព្យាបាលដោយថ្នាំដោយអីទេគឺព្យាបាលដោយព្រះធម៌នឹងជាថ្នាំសម្រាប់ព្យាបាលរោគដែលកើតឡើងដោយកាយវាចាចិត្តហ្នឹងទូនាទីការងារប្រសង់មានតែប៉ុណ្្នឹងឯងដែលអាត្មាសម្ដែងធ្វើកំពុងតែនាំថ្នាំនាំយកឱសថរបស់ព្រះពុទ្ធនោះមកសម្ដែងប្រាប់ណាញោមនេះណាបើយើងថាព្រះធម៌ជាថ្នាំព្រះពុទ្ធគឺជាវិជ្ជបណ្ឌិតគ្រូពេទ្យដ៏ធំសម្រាប់ព្យាបាលរោគកាយកើតវាចារោគនោះអត់មានរូបឲ្យយើងមើលអត់ឃើញទេមិនដែរថ្នាំដែលព្យាបាលក៏ត្រូវតែថ្នាំអត់រូបដូចគ្នាដែរអាហ្នឹងចឹងណាលោកតួនាទីរបស់ព្រះសង្ឃមានតែប៉ុណ្្នឹងឯងលោកសិក្សារៀនសូត្រចេះដឹងទៅលោកព្យាយាមព្យាបាលរោគកាយវាចាចិត្តរបស់លោកដែលហៅថាកិលេសគ្រឿងសៅហ្មងហ្នឹងហើយឆ្លៀតឱកាសសម្ដែងអំពីថ្នាំហ្នឹងប្រាប់ដល់ញោមញាតិពុទ្ធបរិស័ទផងដើម្បីយកទៅព្យាបាលរោគរបស់ខ្លួនហ្នឹងទូនាទីព្រះសង្ឃមានតែអ្វីដែលខុសពីហ្នឹងមិនមែនជាការងាររបស់ព្រះសង្ឃទេនឹងចឹងហើយព្រះសង្ឃយើងខ្លះមានធ្វើការងារខុសខ្លះទៅធ្វើគ្រូដែរប៉ុន្តែមិនយកថ្នាំរបស់ព្រះពុទ្ធទៅផ្សាយទេយកថ្នាំមែនដើមឈើដើមព្រៃផ្សំទៅព្យាបាលរោគគេណាអានឹងអត់មានទេណាក្នុងពុទ្ធវិន័យសម្រាប់អ្នកបួសហើយខ្លះធ្វើជាគ្រូស្រោចទឹកស្រោចផកដោះអំពើគេទៅទៀតគ្រូដែលតែគ្នាក៏ប៉ុន្តែវាខុសមេគារបស់ព្រះពុទ្ធបានមានញោមមួយគាត់សួរអាត្មាប្រហែលថ្ងៃមុននេះអាត្មាទៅបន់សួរថាដេចគាត់ថាយើងនេះមានជំងឺអត់ដូចជាត្រូវអំពើនៃគេអរៈបងបោវិចូលវិជិនហ្នឹងហើយព្យាបាលរោគហ្នឹងត្រូវទៅពឹងណាទៅពឹងព្រះសង្ឃអាត្មាទៅចាំមិនទៅរកគ្រូព្រះសង្ឃគេចេះមកកណោតាថ្នាក់វិធីដែលគេដោះហ្នឹងគាត់ថាឲ្យគ្រូព្រះសង្ឃដោះអត់ជាទេមានតែព្រះសង្ឃតែឃើញព្រះសង្ឃបកែតែឲ្យលោកដោះឲ្យថាសួរថាយ៉ាងណាដែរដែលគុណមានបាបមានអីដែរសួរអាត្មាអញ្ចឹងអាត្មាប្រាប់ថាសម្រាប់ញោមញាតទៅពឹងលោកអត់បាបទេតែលោកអ្នកធ្វើឲ្យហ្នឹងលោកបាបដូចញោមទៅសំភារព្រះសង្ឃអត់ចពោអញ្ចឹងឯងញោមទៅពឹងឲ្យលោកជួយព្យាបាលអត់បាបទេតែលោកធ្វើអំពើនឹងមកឲ្យញោមបាបពីព្រោះប្រពន្ធលោកហាមអត់ឲ្យធ្វើពេទ្យធ្វើមកអីចឹងទេប្រាប់ក៏យ៉ាងអូយកយល់អានេះចឹងណាញោមណាវាមានធម៌មានវិន័យប្រពន្ធលោកហាមប្រសងអត់ឲ្យធ្វើពេទ្យទេពេទ្យផ្សំថ្នាំមើលជំងឺណាតែក៏មានត្រង់អនុញ្ញាតដែរអ្នកដែលឈឺអាចព្យាបាលមើលបានមានព្រះសង្ឃគ្នាឯងក្នុងវត្តហ្នឹងដែលលោកឈឺចេះថ្នាំឲ្យផ្សំដាក់ឲ្យលោកឆាន់បាន
หรือก็โยมเงียดរបស់พันครูนนั่งសាច់ញាតរបស់មកខ្លួនបានតែដល់ទីពីហ្នឹងអត់បានទេហើយតែមានលោកអនុគ្រោះសន្តោសទៅតាមហេតុដែរពីព្រោះម៉េចបានប្រពុតលោកហាមមិនអោយធ្វើពេទ្យធ្វើម៉ោទៅគ្រូអីហ្នឹងព្រោះទៅរវល់នឹងអាហ្នឹងទៅវាអត់បានគិតពីសិលសមាធិបញ្ញាព្យាបាលខ្លួនឯងហ្នឹងវាខុសប្រាជ្ញាអញ្ចឹងព្រោះរឿងរបស់ប៉ុនខ្លួនការងាររបស់ខ្លួនគឺព្យាបាលរោគកាយវាចាចិត្តហ្នឹងដែលប្រកបដោយកិលេសនេះទេដល់ធ្វើអានោះភ្លេចហើយធ្វើអាហ្នឹងទៅវាបានលៀបបានសការៈផងវាជាមុខជាមកទៅណាហ្នឹងបានបដិបត្តិនៅព្រះធម៌របស់ព្រះពុទ្ធហ្នឹងបានអ្នកប្រាជ្ញលោកថាអាគុំអូមអាមព្រះពុទ្ធត្រង់ហាមមិនអោយអ្នកបួសរៀនសូត្រគួចកាន់កំណាន់ជ្រោះភ្លេចគិតសិលភ្នោះដល់ស្ដោះព្រោះគេអាគុំអូមអាមហ្នឹងហ่าបើអាត្មាសំដែងទៅប៉ះលោកឲ្យអូមអាមណាខឹងណាអាត្មាមិនតិចទេបងតែក៏ខឹងទៅអាត្មាថាអាត្មាខ្ញុំប្រពុតអាត្មានឹមពាក្យប្រពន្ធមកប្រាប់ថាតាមប្រពុតតើដល់បានទេហើយអាត្មាថាតាមមកប្រកាសខ្លួនថាខ្ញុំប្រពុតរួចទៅហើយនោះអានឹងយ៉ាងនិយាយពីធម៌របស់ប្រពុតប្រសង់អត់មានការងារទេណាឲ្យបច្ច័យ4នឹងវត្ថុ4យ៉ាងដែលជាគ្រឿងត្រត្រង់ជីវិតអ្នកបួសឲ្យនៅបានគឺញោមញាតទេអ្នកជួយឧបត្ថម្ភហ្នឹងឥឡូវឧទាហរណ៍នេះឧបឋានសាលានៃទីសេនាសនៈបច្ច័យទី3នឹងប្រសងមានអីធ្វើពេលណាលោកកាន់តែប្រកាសប្រាប់តែញោមអើយខ្វះសាលាឆាន់ធ្វើបុណ្យអីមកអត់មានស្អីអីទៅចង់សាងសង់សាលាបុណ្យញោមញាតតាមលឺហើយបរិច្ចាគទន្ទានរបស់ខ្លួនយកមកកសាងប្រសងមានអីណាតើបើស្បង់ជាពោបាយទឹកស្អីញោមឧបត្ថម្ភទាំងអស់ទំនុកម្រងទាំងអស់បានព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ទៀតថាក្រហមថាបព្វជិតនិងក្រហមបព្វជិតគឺអ្នកបួសនិងក្រហមទាំងពីរនេះត្រូវអាស្រ័យគ្នាទៅវិញទៅមករួមព្រមព្រៀងគ្នាភាសាបាលីថាសាមគ្គីគឺព្រមព្រៀងគ្នាតែមួយរាប់អានស្រឡាញ់គ្នាមានមេត្តាករុណាដល់គ្នានឹងគ្នាព្រះពុទ្ធលោកសម្ដែងទាំងចេះណារសពអញ្ញមញាជ្រាបបានលោកបញ្ជាក់ប្រាប់ថាពូបព្វជិតនឹងបានទទួលនៅចៃវរបិណ្ឌបាតសេនាសនៈគិលានបេសជ្ជៈអំពីពួកក្រហមដើម្បីនឹងការពារកុំឲ្យសេចក្តីអន្តរាយកើតមានដល់អ្នកបួសតែខ្វះបច្ច័យ4អ្នកបួសអត់នៅបានទេណាញោមណាទៅហើយសឹកអស់លលីងណារស់នៅបានមិនបើអត់បាយអត់ទឹកណាអញ្ចឹងហើយបាយទឹកបច្ច័យ4នេះបានពីញោមញាតបរិស័ទជួយទំនុកបំរុងទាំងអស់បានជាបុរាណលោកថាញោមឧបដ្ឋៈញោមហ្នឹងគឺម៉ែឪឯងហ្នឹងញោមឧបដ្ឋៈគឺពុទ្ធបរិស័ទដែលជ្រះថ្លាជួយទំនុកម្រងបច្ច័យ4ឲ្យរកគេហៅញោមអ្នកឧបត្ថម្ភនៅបច្ច័យ4ហ្នឹងឯងបើសងៃបាត់ហើយណាពាក្យថាញោមនៅឯនេះលែងនិយាយហើយភាសាសង្កស័ព្ទអាត្មាឮទូទៅអ្នកបួសហៅញោក៏សតម៉ែលែងហៅឲ្យម៉ែខ្លះហៅម៉ាក់ទៀតផងអ្នកបួសណាប្រសត់ចឹងនេះវាប្រះចាកធ្វើពីនេះបើអាត្មានិយាយទៅបប៉ះលោកដែលហៅប្រសត់ថាម៉ែអាត្មាខឹងណាអាត្មាមិនដឹងយកទៅណាទៀតហើយកាលថ្ងៃចាំមិនបានគិតទេបងឲ្យតែថាតាមពុទ្ធបើខឹងក៏មិនគួរខឹងណាអាត្មាតែគួរខឹងនឹងពុទ្ធនឹងបានត្រូវបើអាត្មាថាតាមពុទ្ធញោមគិតមើលrồi vậy bị nhôm sợi ca trai ôi lư lộ hao thầm mẹ ôi là lùi ôi lộ cô nơi bà na có mình chẳng tổ tiền vì thầm ma đem mà na đây là hao mẹ hao mẹ ôi ọt cho chân thầm ma tới nhôm sợi nè ọt men na cho chân thầm ma tới
អង្គណាដែលចេះហៅម៉ែហៅម៉ាក់អូនិយាយទឹកមុខឲ្យញោមស្រស់ប្រព្រែមញោមណាហើយនឹកក្នុងចិត្តអើយលោកកូនអើយអស់ប្រមាណក៏អស់ទៅនិយាយទៅវិជាតារីវិជាតាបែកទៅបងណាញោមណានៅប្រពន្ធលោកថាព្រះបព្វជិតបានទទួលបច្ច័យ4អំពីក្រដែលជាគ្រឿងការពារមិនឲ្យសេចក្តីអន្តរាយកើតមានដល់ភិនបួយ៉ាតែអត់អានឹងទេនៅមិនបានទេសឹកទៅព្យួរស្រែទៅធាក់ស៊ីក្លោយណាអស់ទៅអូមចង់សន្ទុយអស់ហើយមិនឡើយបើអស់ភេទអ្នកបួសហ្នឹងអស់ភេទអ្នកបួសប្រសង់ដូចជាអស់សាសនាយកមើលរតនត្រ័យក្នុងពុទ្ធសាសនាមាន3ទី1គឺព្រះពុទ្ធទី2គឺព្រះធម៌ទី3គឺព្រះសង្ឃព្រះពុទ្ធជាមនុស្សព្រះសង្ឃក៏ជាមនុស្សព្រះធម៌ជាទ្រឹស្ដីជាមេគាផ្លូវដែលសម្រាប់ញោមញាតបដិបត្តិដើរតាមផ្លូវដើម្បីចេញចាកទុកនោះយ៉ាងពុទ្ធបរិនិព្វានបាត់ទៅហើយមានឃើញណាយើងស្គាល់តែឈ្មោះហើយក៏សាងជារូបតំណាងពុទ្ធនឹងជាពីថ្មពីឈើពីស្អីសពបែបអកិនតំណាងហើយវាជាអវិញ្ញាណមកអត់មានវិញ្ញាណទៅទៀតបើព្រះពុទ្ធអង្គលោកគង់បច្ចុប្បន្នឡើយមានវិញ្ញាណលោកអាស្រ័យតាកតងអីនឹងយើងបានអញ្ចឹងឥឡូវព្រះអង្គបរិនិព្វានទុកដូចជាបាត់ទៅហើយព្រះធម៌ជាទ្រឹស្ដីមានតែឈ្មោះមានតែនាមអត់រូបទេរូបមានតែពីរប្រពន្ធអង្គប្រសង្ឃជាតំណាងចុះបើអស់ព្រះសង្ឃទៅទៀតពុទ្ធសាសនាអស់ហើយសប្តាហ៍ថ្ងៃមានភេទព្រះសង្ឃណាដែលញោមសង្កល់ថាពុទ្ធសាសនាហ្នឹងអាហ្នឹងជារឿងពិតបើអញ្ចឹងហើយបានញោមញាតហ្នឹងត្រូវតែជ្រះថ្លាជួយឧបត្ថម្ភនៅបច្ច័យ4ដល់ព្រះសង្ឃតែព្រះពុទ្ធតាយ៉ាងបាននៃតែក្រហើជួយត្រត្រង់ភេទព្រះសង្ឃនោះឲ្យគង់នៅបានសម្រាប់ជាតំណាងពុទ្ធសាសនាដូចញោមញាតមានគុណមកលើព្រះសង្ឃហើយមានគុណសញ្ញមលោកឲ្យរស់នៅនោះជាគុណហើយយកគិតមើលមកពេលបើនិយាយពីចិត្តល្អបើយើងគិតទៅឃើញតែញោមញាតចិត្តល្អណាស់បើជ្រះថ្លារោគទ្រព្យរោគសម្បត្តិរោគទ្រព្យធនបច្ច័យ4បានមកដោយលំបាកជាទីបំផុតដួលចុះក្រោកឡើងបើអ្នកធ្វើស្រែវិញនឹងកប់ផកកប់ច្រឹមដល់បានភោគផលមកហើយចិញ្ចឹមជីវិតខ្លួនឯងផងចិញ្ចឹមកូនខ្លួនឯងផងបែងចែកមកចំណែកទៀតទៅចិញ្ចឹមព្រះសង្ឃនៅវត្តនោះមិនមែនកូនឯងសោះមិនមែនសាច់ញាតិឯងសោះយកគិតមើលមកបើយើងគិតថាតើញោមញាតនឹងចិត្តល្អប៉ុណ្ណាហើយជ្រះថ្លានឹងពុទ្ធសាសនានឹងប៉ុណ្ណាសុខចិត្តលះបង់ទ្រព្យមកចំណែកទៅចិញ្ចឹមព្រះសង្ឃអញ្ចឹងបើខ្លះដែលកំណាញ់មិនឃើញផលឃើញយ៉ាងអត់ទេអត់មានជួយចិញ្ចឹមយឺអីទេដែលញោមញាតដែលលះបង់ហ្នឹងគឺថាចិត្តល្អជ្រះថ្លាក៏ជួយត្រង់ពុទ្ធសាសនាឲ្យនៅបានតែណែបញ្ជាក់តែញោមមានគុណមកលើព្រះសង្ឃសម្រាប់ព្រះសង្ឃវិញលោកផ្ដល់ធម៌ពាក្យទូលមានព្រះម្ដាយពុទ្ធប្រាប់ទៅញោមញាតទាំងអស់ឲ្យគោរពឲ្យបដិបត្តិតាមព្រះធម៌របស់ព្រះអង្គតែបដិបត្តិដោយបញ្ញាផងតែខ្វះបញ្ញាក៏បដិបត្តិខុសដែរដល់ប្រពៃហើយទើបញោមញាតនឹងបានទៅកាន់សុគតិបានជីវិតរបស់ញោមស្ថិតនៅក្នុងសុគតិសុគតិគឺជីវិតដែលសុខនឹងសុខក្នុងមនុស្សហ្នឹងបើទី1បានសេចក្តីសុខហ្នឹងឬដល់ចុងក្រោយបានទៅកាន់ទេវលោកទៅកើតជាទេវតាបានសេចក្តីសុខទៀតព្រោះបានស្ដាប់ធម៌ដែលព្រះសង្ឃលោកប្រាប់ផ្លូវបដិបត្តិនឹងឯងភាគីទាំងពីរនេះមានគុណដល់គ្នានឹងវាវិញទៅមកចឹងមែនទេពុទ្ធសាសនាហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសាសនាដតាគាត់ស្គមថ្កើងរុងរឿងដោយសារបរិស័ទ4ពួកនឹងឯងដែលធ្វើឲ្យពុទ្ធសាសនានឹង
កុំថ្កើងរុងរឿងតាំងនៅជារៀងរហូតចុះបើពុទ្ធសាសនាអន្តរាយទៅវិញបាត់បង់សូន្យទៅវិញគឺបរិស័ទ4នឹងឯអ្នកបំផ្លាញគ្មានសត្រូវពីណាទេគេថាគេថាតង្កូវកើតក្នុងសាច់ឯងឯងបំផ្លាញបែងឲ្យអន្តរាយអើតាព្រះសង្ឃមិនចេះធ្វើវិន័យហើយញោមញាតមិនដឹងធ្វើវិន័យហើយការបបាក់នេះបំផ្លាញសាសនាទាំងអស់ទៅធ្វើអ្វីទៅដែលមិនមែនពុទ្ធសាសនាមិនមែនពាក្យទូលមានព្រាមប្រដៅប្រពន្ធឲ្យទៅធ្វើឲ្យផ្ដេសផ្ដាស់ពេញទឹកពេញវាខូចពុទ្ធសាសនាអស់ហើយនឹងបានតែអ្នកទាំងពីរក្រហោះនឹងបព្វជិតនេះបែកបាក់គ្នាអត់បានទេញោមគេនេះសម័យប៉ុលពតបំផ្លាញពុទ្ធសាសនាអស់ព្រះសង្ឃសឹកអស់លលីងខេងវត្តអារាមវាយខ្ទេចខ្ទីពុទ្ធបដិមាវាយខ្ទេចខ្ទីអស់ស្រាប់តែឆ្នាំ80ប៉ុលពតនៅរំលាយទៅពុទ្ធសាសនាចាប់ផ្ដើមកើតឡើងវិញហើយកើតឡើងវិញដោយសារបរិស័ទគេនៅស្រឡាញ់គេជ្រះថ្លាឃើញទេតែបរិស័ទជ្រះថ្លាអ្នកណាបំផ្លាញអត់បានទេកើតឡើងវិញដោយបច្ចុប្បន្ននេះហើយបច្ចុប្បន្ននេះវត្តអារាមមួយបើយើងធៀបពីសង្គមចាស់ល្អប្រណិតជាងពីសង្គមចាស់ទៀតព្រះវិហារស្ដីអីក៏សាងប្រណិតមានក្បូរក្បាច់រំលេចរចនាអីល្អផងជាងពីសង្គមចាស់ទៀតនឹងបច្ចុប្បន្ននេះបញ្ជាក់ប្រាប់ថាដោយសារញោមញាតពុទ្ធបរិស័ទជ្រះថ្លានឹងឯងនឹងវាជាប់តាកតងនៅវត្ថុ4យ៉ាងនេះសំខាន់ណាស់ញោមញាតមនុស្សនៅលើពិភពលោកជៀសវាងអត់រួចទេប៉ុន្តែភាសាអ្នកពិភពលោកគេមិនថាបច្ច័យ4ទេគេថាសេដ្ឋកិច្ចរបស់គ្រួសារសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងអស់គឺសេដ្ឋកិច្ចហើយបើភាសាពុទ្ធសាសនាលោកថាទ្រព្យធនទ្រព្យសម្បត្តិទ្រព្យធនបច្ច័យ4នៅក្នុងទ្រព្យធនហ្នឹងឯងទ្រព្យធនវាកដោបបច្ច័យ4ហ្នឹងយើងយកទ្រព្យធនណាដែលទៅរកបច្ច័យ4ណាមួយដែលយើងត្រូវការហ្នឹងសម្រាប់ពុទ្ធសាសនាពុទ្ធលោកសំដែងបញ្ជាក់ប្រាប់លំអិតអំពីបច្ច័យ4នៃវត្ថុ4យ៉ាងនេះវត្ថុ4យ៉ាងនេះកើតមានឡើងចម្រើនរុងរឿងក្តីអោនថយក្តីវាមានប្រភពវាទៀតអ្នកដែលគេមានសម្បត្តិច្រើនរុងរឿងថ្កុំថ្កើងទ្រព្យធនច្រើនព្រោះគេមានបញ្ញាអានេះបើហេតុយ៉ាងទៀតពុទ្ធតែមានហេតុចឹងអ្នកដែលខ្សត់ខ្សោយខ្វះធនធានមកពីអត់មានបញ្ញាពុទ្ធលោកប្រាប់ចឹងពាក្យដែលពុទ្ធលោកប្រាប់ញោមទៅគិតមើលបំដូចពុទ្ធលោកប្រាប់ចឹងតាគេមានទ្រព្យសម្បត្តិច្រើនមកពីគេមានបញ្ញាគេសិក្សារៀនសូត្រមានបញ្ញាចឹងយកបញ្ញាហ្នឹងទៅរកទ្រព្យបានច្រើនសម្រាប់អ្នកដែលល្ងងអត់មានបញ្ញារមបានអត់បានទេត្រង់នេះព្រះសម្មាសម្ពុទ្ធលោកសំដែងមួយទៀតបញ្ជាក់ប្រាប់ឲ្យយើងទាំងអស់គ្នាដឹងអំពីអ្នកដែលល្ងងខ្សត់ខ្សោយអត់បញ្ញាហ្នឹងអាត្មាលើកពុទ្ធភាសិតទាំងស្រុងមកសំដែងព្រះអង្គសំដែងទៅកាន់ពូភិក្ខុធម្មនាភិក្ខុទាំងឡាយសត្វទាំងឡាយណាដែលសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយសត្វទាំងឡាយនៅរមែងរស់នៅជាទុក្ខប្រកបដោយសេចក្តីថ្នាំងថ្នាក់ប្រកបដោយសេចក្តីក្តៅក្រហាយប្រកបដោយសេចក្តីជើងអៀតជើងអល់ក្នុងជីវិតដែលរស់នៅនោះអាត្មាលើកពុទ្ធភាសិតតែប៉ុណ្ណេះញោមនេះមានបញ្ញាយល់តែប៉ុណ្ណឹងអាចយល់បានដែរលុះបែកធ្លាយរាងកាយស្លាប់ទៅប្រកាសជាទៅកាន់អបាយភូមិទៀតអាហ្នឹងពុទ្ធសាសនាទោសពីសេចក្តីល្ងងពាក្យថាសាបសូន្យចាកបញ្ញានេះគឺល្ងងហ្នឹងហើយបងព្រោះជីវិតហ្នឹងវាអត់បានសុខទេមនុស្សมันបានសុខព្រោះវាខ្វះទ្រព្យសម្បត្តិធនធានហ្នឹងអាញញគិតមើលទៅ
ណាបាយបរិភោគកំបានគ្រប់គ្រាន់ស្អីប្រើប្រាស់សម្រាប់ជីវិតមនុស្សកំបានគ្រប់គ្រាន់ព្រោះជីវិតនឹងមានបានសុខឯណាវាមនុស្សដែលអត់ចំណេះអត់វិជ្ជាអំពើអាក្រក់អីក៏ធ្វើដែរទៅសម្លាប់សត្វបំបត្តិជីវិតដើម្បីយកមកចិញ្ចឹមពោះហ្នឹងពុំនៅសោតយកការសម្លាប់នឹងឯងមកជាអាជីវកម្មសម្លាប់សត្វលក់ទៀតយកសាច់ចិញ្ចឹមជីវិតយកមើលមកព្រោះអំពើទុច្ចរិតនឹងឯងដែលស្លាប់ទៅកាន់អបាយភូមិទៀតនឹងមកពុទ្ធលោកសំដែងអញ្ចឹងតែល្ងងអត់បញ្ញាហើយនៅជាមនុស្សក៏ជីវិតអត់បានល្អប្រសើររងទុក្ខស្លាប់ទៅកាន់អបាយភូមិទៀតយកមកប្រពន្ធលោកសំដែងប្រាប់ហេតុផលគិតមកថាមិនមែននៅប្រាប់សេចក្តីពិតហ្នឹងអញ្ចឹងហើយបានពុទ្ធសាសនានឹងប្រពន្ធលោកឲ្យយើងសន្សំបញ្ញាកើតពីការរៀនសូត្របានចម្រើនបញ្ញាវិមនុស្សហើយនឹងសត្វដេរិឆានខុសគ្នាតែមួយទេប្រពន្ធលោកសំដែងអញ្ចឹង3ដូចគ្នាលោកបញ្យល់គ្រប់សត្វដេរិឆាននិងមនុស្សដូចគ្នាទី1បរិភោគអាហារដូចគ្នាបានមានជីវិតរស់នៅបានព្រះអង្គទ្រង់សម្ដែងថាសព្ពីសត្តាអាហារតិដ្ឋិកាសត្វទាំងឡាយទាំងពួងរស់នៅបានព្រោះអាហារញ៉ាំសត្វណាដែលមិនបរិភោគអាហារណាគោក្របីនោះមានស្មៅមានចម្បាំងជាដើមបរិភោគមនុស្សមានបាយទឹកនឹងយ៉ាងដូចគ្នាទី2សត្វដេរិឆាននិងមនុស្សចេះភ័យចេះខ្លាចចេះតក់ស្លុតនឹងអ្វីដែលមកប៉ះពាល់រូបរាងកាយរបស់ខ្លួនគឺខ្លាចស្លាប់ដូចគ្នាញោមមើលសំបីសត្វស្រមោចខ្មៅតូចមួយញោមដាក់ស្ករអញ្ចានទៅវាទៅរោមញោមទៅដេញឲ្យកោះចានក្លឹកអត់ទៅក្រៅអានឹងរត់ចែកផ្លូវនេះព្រោកដោយញោមដឹងថាវារត់ដើម្បីអីទេចាំពិបាកវាប្រាប់ទេយកឃើញតែវារត់ថានេះខ្លាចស្លាប់វាកិច្ចពីស្លាប់ហ្នឹងអានឹងដូចគ្នាទី3សត្វនិងមនុស្សមានញីមានឈ្មោលមានស្រីប្រុសដៃប្រពន្ធដូចគ្នាតែមនុស្សលើសត្វមួយគឺធម្មសញ្ញាគឺបញ្ញាលើសត្វមួយមើលគ្នាអត់ឃើញទេជីវិតរស់នៅរបស់ដេរិឆាននិងមនុស្សមើលគ្នាមិនឃើញទេឧទាហរណ៍ញោមឃើញអាសត្វចាបវាធ្វើសម្បុកភ្ជាប់ធាងត្នោតហ្នឹងអាសត្វពីងពីងវាធ្វើម៉ោងវាទៅដាក់សត្វហ្នឹងសត្វក្តាមវាកាយរូងលាក់ខ្លួនពួនអាត្មាលើកឧទាហរណ៍អាសត្វ3ទីចុះដោយសត្វចាបដែលវាធ្វើសម្បុកហ្នឹងទុកកូនទុកពងវាចូលជ្រកក៏ញមើលអាប់ធ្វើទាំងនោះល្អណាស់ដូចជាវាទៅរៀនពីសាលាណាបញ្ញាសាស្ត្រពីណាអីមកតែមើលមែនទេដូចជាវារៀនពីម៉ែពីឪវាបញ្រៀនវាអាសត្វពីងពីងវាដាក់ម៉ោងយកមើលវាតាកសរសៃទៅកាឡាវាធ្វើស្មើគ្នាទេដែលមានមិត្តក៏ទៅវាចាក់ខ្សែម៉ោងវាអ៊ីសត្វក្តាមកកាយរូងចូលលើពាក់លាក់ខ្លួនពួនអាត្មាហ្នឹងញោមញ៉ាចឹងដឹងថាចាហ្នឹងកាលពី10000ឆ្នាំមុនពីពូជម៉ែឪមកវាធ្វើយ៉ាងម៉េចទៅសម្បុកហ្នឹងធ្វើមកដាក់ម៉ោងកាយរូងហើយថាអត់ទេតែប៉ុណ្្នឹងឯងអត់ប្លែកគ្នាទេប្រាក់ហ្នឹងបានទៅរៀនវិសាលាទេវិជ្ជាហ្នឹងគេហៅសញ្ជាតិញាណកើតមកវាដឹងចេះធ្វើតែប៉ុណ្្នឹងឯងអត់ចេះកែច្នៃអីទេរីឯមនុស្សយើងអត់ទេយើងចេះកែច្នៃរំលេចប្រឌិតគេហៅថាបដិរូបហ្នឹងបដិរូបគឺយើងចេះច្នៃប្រឌិតឲ្យល្អ100ឆ្នាំមុនណាញោមណាមនុស្សគេធ្វើដំណើរ
ឆ្លងស្រុកឆ្លងភូមិឆ្លងខេត្តមានតែដើរថ្មើរជើងទេបើវិចិត្រហ្នឹងបើវាឆ្ងាយជិះរទេះគោរទេះក្របីជិះសេះយានជំនិះហ្នឹងស្រុកណាគេសម្បូរតម្រៃគេជិះតម្រៃតែហ្នឹងពី100ឆ្នាំទៅមុនចឹងគឺតែប៉ុណ្ណឹងឯងប៉ឥឡូវពីត្រឹម100ឆ្នាំដល់មកបច្ចុប្បន្ននឹងយុគសម័យនេះញោមមើលមកណាដែលដើរយ៉ាងអន់បំផុតក៏មានកង់មួយធាក់ដែរហើយលើនៅទីមានយានមានយន្តរថយន្តទំនើបល្អទៅទៀតគេដែរវាបាត់អរទេសគោរទេសសេះតម្រៃឲ្យបាត់អស់លីងមានរហូតដល់ទៅហោះលើមេឃជិះយន្តអស់ទៅទៀតណាវាអស្ចារ្យចឹងកែច្នៃអានឹងពុទ្ធសាសនាលោកថាបដិរូបកែច្នៃរបស់ឲ្យចេះទៅទំនើបឡើងដល់ញោមញាតមើលផ្លូវថ្នល់យើងនេះពីបុរាណផ្លូវថ្នល់ចាក់គ្រោះក្រហមនេះណាពីមុនមកហ្នឹងដល់ក្រោយមកគេបដិរូបអាថ្នល់ចាក់គ្រោះក្រហមគេចាក់ដុំថ្មឲ្យទៅអមអញ្ចឹងហ្នឹងដល់ក្រោយមកទីគេបដិរូបទៀតគេចាក់ជឿកៅស៊ូយកជឿកៅស៊ូមកចាក់ស្អាតអាកន្លែងខ្លះចាក់បេតុងទៀតនេះគេហៅថាបដិរូបកែច្នៃរបស់អវជិតល្អប្រណិតឡើងណាបានប្រពន្ធលោកថាបដិរូបប្រទេសសវាសោចៈអ្នកណាដែលបានស្ថិតរស់នៅក្នុងប្រទេសដ៏សំគួរនឹងគឺជីវិតបានសុខហើយបដិរូបគឺគេកែច្នៃរាជរដ្ឋាភិបាលរបស់កែច្នៃលម្អគេតែពីមុនមិញស្រុកខ្លះភូមិខ្លះអត់មានផ្លូវល្អរដ្ឋាភិបាលបង្កើតប្រណល់គមនាគមន៍ឲ្យមនុស្សធ្វើដំណើរបានដោយស្រួលងាយចឹងហើយប្រពន្ធលោកធៀបផែនដីមួយទាំងមូលនេះមកធៀបនឹងខ្លួនយើងមួយលោកហ្នឹងក៏មនុស្សលោកហ្នឹងនឹងពិភពលោកប្រពន្ធលោកធៀបរូបរាងកាយរបស់យើងមានគ្រឿងសម្ភារៈគ្រប់នៅក្នុងហ្នឹងទើបធ្វើរាងកាយរបស់យើងជីវិតឲ្យរស់បានស្រួលប្រទេសជាតិទាំងមូលតើតែមានផ្លូវទឹកផ្លូវគោកអីទាំងអស់ស្អីថាដូចជាគ្រឿងសម្ភារៈក្នុងកាយយើងយ៉ាងឯងណាបានប្រទេសជាតិហ្នឹងល្អប្រសើរថ្កុំថ្កើងដែលលោកធៀបប្រទេសជាតិពិភពលោកធៀបនឹងកាយរបស់យើងកាយរបស់យើងតែខ្វះអីមួយគឺក្រថ្នាក់ឯងហើយប្រទេសជាតិពិភពលោកតែខ្វះអីមួយគឺប្រជាប្រដ្ឋរស់នៅបានដោយលំបាកហើយហើយប្រទេសប្រជាណាចក្រកម្ពុជាយើងបច្ចុប្បន្ននេះកំពុងតែបដិរូបហើយកំពុងតែកែច្នៃហើយស្មានទេញោមណានឹងយើងមើលឃើញទាំងអស់គ្នាពីឆ្នាំ80មកទល់បច្ចុប្បន្ននេះគឺរាជរដ្ឋាភិបាលលោកខំកែកម្មច្នៃពីមុនមកសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនលោកតស៊ូងប់រស់អានឹងលំបាកណាស់សម័យហ្នឹងដៃទៅទីទេធ្វើបានដល់មកប៉ុណ្ណឹងដល់អាណត្តិទី7នេះបានសម្ដេចបវរធិបតីនឹងលោកជាបញ្ញវន្តដល់ឆ្នើមទៀតបងនឹងបដិរូបប្រទេសនឹងតអំពីជាមុននឹងរដ្ឋាភិបាលជំនរដ្ឋាភិបាលជំនគេធ្វើបានប៉ុណ្ណេះហើយបើដល់ក្រោយនេះនឹងបដិរូបធ្វើឲ្យបានល្អជាងមុនទៀតវាទៅតាមពេលវេលាអាហ្នឹងឯងបានថាធៀបនេះមនុស្សនឹងដែលឆានវាខុសគ្នាអញ្ចឹងគឺថាដោយសារបញ្ញាតែបញ្ញារបស់មនុស្សរីចម្រើនទូលំទលែបានដោយសារការរៀនបើអត់ទៅរៀនបញ្ញាអត់រីទេបញ្ញាអត់ចម្រើនទេសូមឲ្យញោមញាតជ្រាបអញ្ចឹងបានជាពិភពលោកសប្តាហ៍ថ្ងៃនេះរដ្ឋាភិបាលក្តីរាជរដ្ឋាភិបាលក្តីនៅលើលោកគេបង្កើតសាលារៀនឲ្យប្រជាពលរដ្ឋទៅរៀនដើម្បីឲ្យចម្រើនបញ្ញាឲ្យវាកើតបញ្ញាយើងមិននៅមានពូជបញ្ញាមកស្រេចតែបើមិនបានរៀនបញ្ញាអត់រីកទេអវិជ្ជាដែលរៀនហ្នឹងឯងមិនរីកបញ្ញាយើងឲ្យរីកហ្នឹងសំបីតែពាក្យបញ្ញាប្រាជ្ញាខ្មែរនិយាយគ្រប់តែគ្នាតែអត់ដឹងថាបញ្ញាស្អីដឹងថាបញ្ញាហ្នឹងអត្តន័យអត់ដឹងអីទេប៉ុន្តែណាប្រាប់រឿងនោះមួយទៀតបញ្ញាហ្នឹងភាសាបាលីថាបញ្ញាសង្ស្ក្រឹតថាប្រាជ្ញាខ្មែរនិយាយទាំងពីរបល័យក៏និយាយសង្ស្ក្រឹតក៏និយាយតែអត់ដឹង
ត់ដឹងថាខ្មែរថាម៉េចទេបើឡូវប្រាប់ពាក្យថាបញ្ញាប្រាជ្ញានេះប្រែជាខ្មែរថាសេចក្តីដឹងទូទៅដឹងរៀនអីដឹងអានឹងឯងហើយដូចខាងលោកខាងវិជ្ជាបណ្ឌិតពេទ្យលោករៀនខាងវិជ្ជាការព្យាបាលលោកដឹងខ្ទេចខ្ទីអស់ក្នុងប្រភេទរបស់ជំងឺនឹងចេញបែបណាមកក៏លោកដឹងរោគនេះត្រូវផ្សំថ្នាំនេះរោគប្រកបថ្នាំនេះលោកដឹងអានឹងបញ្ញាតែលោកដឹងតែមួយប៉ុណ្ណឹងឯងដល់តែវាអត់ដឹងទេបើប្រពុតបានដឹងសពទូទៅទាំងអស់យើងដឹងតែមួយផ្នែកណាដែលយើងរៀនទេនឹងប្រាជ្ញានឹងបញ្ញាប្រែថាសេចក្តីដឹងស្គាល់ទូទៅច្បាស់លាស់បានអាស្រ័យនេះញោមញាតដែលមានកូនមានចៅក៏បីឲ្យកូនខំរៀនសូត្រឆ្លងឲ្យបានដល់ត្រើយស្ដាប់បានទេហីឆ្លងបានដល់ត្រើយសួរថាត្រើយការរៀនសូត្រសប្តាហ៍ថ្ងៃនេះពីត្រឹមណាទៅត្រឹមណាឥឡូវបញ្យល់ពីរឿងរោបញ្ញាសំបញ្ញាទៀតសប្តាហ៍ថ្ងៃនេះពិភពលោកថ្នាក់ដែលខ្ពស់បំផុតគឺបណ្ឌិតខ្ពស់បំផុតចប់ឯងវិជ្ជាអីក៏ដោយតែដល់បណ្ឌិតគឺចប់ត្រឹមណាហើយរយៈកាលដែលរៀនទៅដល់តម្រឹមបានទទួលដល់បណ្ឌិតនោះផ្លូវលោកសប្តាហ៍ថ្ងៃ20ឆ្នាំបើប្រឡងអត់ធ្លាក់ជាប់រាជឆ្នាំបើប្រឡងធ្លាក់លើឆ្នាំទី1លោកធៀបការរៀនសូត្រនឹងដូចជាធ្វើដំណើរឆ្លងសមុទ្រលំបាកណាញោមណាលោកធៀបចាឆ្នាំទី1ចូលទៅស្រអស្រអាកខនេះនៅត្រើយសមុទ្រខាងអាយហើយនេះនៅត្រើយសមុទ្រដល់កាលណាឆ្នាំទី2ទី3ទូនាវាសំពៅរបស់យើងនឹងចេញធ្វើដំណើរចេញពីត្រើយអាយមកហើយឆ្នាំទី1នៅលើត្រើយទី2ទី3ចេះដំណើរមកធ្វើដំណើរមកហើយបើប្រឡងវិទ្យាល័យចប់មិនថាបាក់ដប់ចប់ឈប់រៀនទៅខ្ជិលរៀនឈប់ទៅឬជាងការម៉ែឪក៏ឲ្យប៉ុណ្ណឹងបានហើយមកជួយធ្វើការរស់ស៊ីអញពិបាកណាស់បើឈប់រៀនខ្លួនឯងគេថាលិចទូកណ្ដាលសមុទ្របើម៉ែឪឲ្យឈប់ម៉ែឪទៅពលិចទូកូនឲ្យលិចកណ្ដាលសមុទ្រនេះចាំបើរៀនតពីវិទ្យាល័យទៀតបន្តដំណើរចូលមកទៀតមកដល់បរិញ្ញាបត្រអនុបណ្ឌិតឈប់ទៅបុរាណដូនតានៅប្រើពាក្យមួយទៀតនោះតាចិត្តដល់កំពង់លងទូវាមិនណាត្រៃកាណែវទៅលងទូបើអញ្ចឹងត្រូវបន្តពីអនុបណ្ឌិតឲ្យបានដល់បណ្ឌិតអានឹងដល់កំពង់ហើយដល់ត្រើយហើយទីបញ្ចប់ប៉ុណ្ណឹងណាដល់កាលណារៀនបានដល់ថ្នាក់បណ្ឌិតហើយគេហៅប្រុសគេហៅបញ្ញវន្តស្រីហៅបញ្ញវតីឬបញ្ញវន្តីឲ្យឈ្មោះបញ្ញវន្តគឺអ្នកមានបណ្ឌិតមានវិជ្ជាជំនាញហើយព្រះពុទ្ធសាសនាលោកមិនមែនឲ្យតម្លៃតែមនុស្សប្រុសតែមនុស្សស្រីក៏លោកឲ្យតម្លៃដែរពុទ្ធភាសិតសម្ដែងថាបុរសមនុស្សប្រុសនេះមិនមែនសត្វតែជាបណ្ឌិតក្នុងទីសពអន្លើទេអានារីស្ត្រីមានប្រាជ្ញាឆ្នើមក៏ជាបណ្ឌិតដែរតែពុទ្ធលោកឲ្យប្រាប់ថាមនុស្សស្រីឲ្យតែមានបញ្ញាក៏ជាបណ្ឌិតដែរប៉ុន្តែប្រុសគេហៅបញ្ញវន្តស្រីគេហៅបញ្ញវន្តីបញ្ញវតីអានឹងត្រូវឲ្យកូនប្រុសកូនស្រីខំរៀនធ្វើដំណើរឲ្យឆ្លងដល់ត្រើយនេះអាត្មាសុំដាស់តឿនក្រមរលឹកអ្នកម៉ែអ្នកឪនិងអ្នកយាយអ្នកតានោះមានកូនមានចៅឬបើនិយាយពីកូនចៅទៅទៀតប្រពន្ធលោកសំដែងប្រាប់ច្បាស់ល្អលំអិតទៀតបើអត់មានពេលសំដែងទេតាមបានហើយបញ្ចប់បណ្ណនយោបើចង់ដឹងតទៀតឲ្យទៅធ្វើបន់ឲ្យទៅមកឲ្យទេសនាទៀតអរិយសំជំរាបញោមញាតពុទ្ធបរិស័ទ
អ្វីដែលខ្ញុំករណាអាត្មាភាពយកមកសម្ដែងមិនមតិបញ្ញាវោហាររបស់អាត្មាទេគឺពុទ្ធិការបស់ព្រះពុទ្ធនាំយកមកប្រាប់បានពុទ្ធសាសនាជាសាសនាបញ្ញាព្រះពុទ្ធឲ្យមនុស្សសន្សំបញ្ញាក្នុងបេត្រៃបេដកមានសិលសមាធិបញ្ញា3ហ្នឹងសិលជាលំអគ្រឿងលំអមនុស្សទី1សមាធិជាគ្រឿងលំអមនុស្សទី2បញ្ញាជាគ្រឿងលំអទី3របស់មនុស្សមានបញ្ញាដែលខ្ពស់ជាងគេបំផុតមនុស្សតែមានបញ្ញារស់នៅបានសេចក្តីសុខក្នុងជីវិតជាមនុស្សនឹងដោយព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងព្រោះបញ្ញាញាណនឹងឯងដែលដឹងខុសដឹងត្រូវយល់អីទាំងអស់ហ្នឹងបើចឹងសូមឲ្យញោមញាតពុទ្ធបរិស័ទក្តីព្រះសង្ឃក្តីត្រូវកុំទម្លាក់បង់ការសិក្សារៀនសូត្រនេះអុយអ្នកម៉ែអ្នកឪយាយតាហ្នឹងក៏ជួយជ្រោមជ្រែងបញ្យល់កូនចៅឆ្លងឲ្យដល់ត្រូវព្រោះព្រះពុទ្ធលោកសម្ដែងថាអ្នកមានបញ្ញាសំបីអត់ទ្រព្យក៏រស់នៅបានដែរតែអ្នកអត់បញ្ញាមានទ្រព្យក៏រស់នៅមិនបានទេនេះជាពុទ្ធិកាព្រះពុទ្ធអើស្ដាប់ណាអ្នកមានបញ្ញាសំបីមិនមានទ្រព្យក៏រស់នៅបានអ្នកអត់បញ្ញាសំបីមានទ្រព្យក៏រស់នៅមិនបានដែរគេយកបញ្ញានឹងឯងទៅរកទ្រព្យហ្នឹងបើបញ្ញាយកទៅរកទ្រព្យចុះបើអ្នកអត់បញ្ញានោះម៉ែឪសល់ដីរាប់ហិកតាទុកឲ្យសល់ប្រាក់សល់មាសទុកឲ្យម៉ែឪងាប់ទៅខ្លួនអត់មានបញ្ញារកស៊ីទេមិនយល់របស់ទ្រព្យគេមរតកម៉ែឪទៅធ្វើជាដើមទុនរកស៊ីទៅលក់ស៊ីត្រង់ណាមកហ្នឹងឆ្វែលក់ទៅក៏អស់ស្រែអើយចេះតែអស់ទៅជាងការលក់ទ្រព្យសម្បត្តិម៉ែឪទៅប្រព្រឹត្តគ្រឿងអបាយមុខទីស៊ីបោលែសែបគប់មិត្តអាក្រក់អីទៅទៀតបំផ្លាញទ្រព្យអស់ជាងការចាញ់បោកគេទៀតគេមកសុំចងការប្រាក់ថា100គេឲ្យការ$5ឲ្យមួយខែគេចេញ1000គេកាច់ចុងការឲ្យវាអូសប្បាយចិត្តបានតែមួយខែ2ខែក៏បាត់ឯងទាំងដើមទាំងការហ្នឹងគេបោកយកអស់នេះសេចក្តីរងងធ្វើទេសនាដូចលមមកណាញោមណាម៉ោង7:04ហើយពីត្បូងឃ្មុំទៅសៀមរាបតែជិត400គីឡូឆ្ងាយជាងទៅភ្នំពេញទៀតតែអញ្ចឹងក៏សុំចប់ប៉ុណ្ណឹងឯងណាចូលធ្វើទេសនាដែលសម្ដែងក្នុងកម្មវិធីបន់ឆ្លងឧបឋានសាលានេះក៏លមងគួសមបើតាមពេលវេលាបើសម្ដែងតិតងក្នុងបច្ច័យ4របស់4យ៉ាងណែបញ្យល់ច្បាស់លាស់អុយសាលានេះទើបបានពាក្យកណ្ដាលទេឲ្យញោមញាតទាំងអស់ជួយជ្រោមជ្រែងបន្ថែមទៀតឲ្យសម្រេចរូបភាពជាស្ថាពរតាមពិតបនឆ្លងតែគេធ្វើឲ្យបានគេឆ្លងអែមកឆ្លងឲ្យនៅពាក្យកណ្ដាលសកៈបានអញ្ចឹងណាបាន2ដងដល់ហើយឆ្លងម្ដងទៀតចេះតែទេសនាក្នុងកម្មវិធីបននេះក៏កំមគួរសមតាមកាលនឹងវេលា